នៅសម័យកាលមួយមានភរិយាសេដ្ឋីម្នាក់បានសម្រាលកូនប្រុសមួយតែជាអកុសលនាងបានស្លាប់ទៅសេដ្ឋីជាឪពុកដោយមិនចង់មើលមុខកូននោះបានបោះបង់ចោលទៅឲ្យយាយចាស់អ្នកបម្រើម្នាក់ចិញ្ចឹមក្មេងប្រុសនោះក៏លូតលាស់ធំឡើងក្នុងភាពក្រីក្រនិងគ្មានក្តីស្រឡាញ់ពីឪពុកម្ដាយគេត្រូវបានអ្នកភូមិហៅថាក្មេងកំព្រាយាយចាស់ដែលចិញ្ចឹមក្មេងកំព្រាមានជីវភាពលំបាកខ្លាំងណាស់តែគាត់បានខិតខំចិញ្ចឹមបីបាច់ក្មេងនោះរហូតធំពេញវ័យក្មេងកំព្រាជាក្មេងឧស្សាហ៍ព្យាយាមនិងស្លូតត្រង់ណាស់នៅពេលដែលក្មេងកំព្រាធំល្មមចូលធ្វើការងារបានយាយចាស់ក៏បាននាំគេទៅផ្ទះសេដ្ឋីជាឪពុកបង្កើតដើម្បីសុំឲ្យគេធ្វើការនៅទីនោះសេដ្ឋីចិត្តអាក្រក់នោះបានទទួលឲ្យធ្វើការតែដោយចិត្តកំណាញ់និងឫស្យាសេដ្ឋីបានប្រើក្មេងកំព្រាធ្វើការធ្ងន់ស្ទើរគ្រប់បែបយ៉ាងដូចជាកាប់អស់រែកទឹកមិនឲ្យឈប់ឈរពេកនៅខ្ទមអ្នកចាំចំការតែម្នាក់ឯងទាំងយប់ថ្ងៃឲ្យបាយស៊ីតែមួយចានតូចថ្ងៃមួយសេដ្ឋីបានបង្គាប់ឲ្យក្មេងកំព្រាទៅកាប់ឫស្សីធំយកមកធ្វើរបងក្មេងកំព្រាបានទៅកាប់ឫស្សីនៅព្រៃហើយដោយសារតែគេឃ្លានខ្លាំងពេកក៏បានប្រថុយដើរចូលក្នុងព្រៃជ្រៅនៅពេលដែលក្មេងកំព្រាកំពុងតែសម្រាកក្បែរគល់ឈើមួយស្រាប់តែមានមេមត់អ្នកតាព្រៃឬមេធ្មប់បានមកសួរគេដោយក្តីមេត្តាមេមត់ភ្នែកចៅហេតុអ្វីបានជាចៅមកអង្គុយស្រងូតស្រងាត់តែឯងនៅទីនេះក្មេងកំព្រាក៏ខ្ញុំឃ្លានបាយខ្លាំងណាស់លោកយាយខ្ញុំត្រូវធ្វើការធ្ងន់ណាស់តែបានបាយតិចតួចមេមត់អាណិតក៏បានប្រាប់គេឲ្យរកកូនខ្លាដែលត្រូវខ្លាធំរត់ចោលហើយយកវាទៅចិញ្ចឹមមិនយូរប៉ុន្មានក្មេងកំព្រាក៏បានជួបកូនខ្លាពីរក្បាលមែនហើយក៏បានលាក់លៀមយកមកចិញ្ចឹមនៅខ្ទមរបស់ខ្លួនក្មេងកំព្រាបានលួចបាយរបស់ខ្លួនចែកឲ្យកូនខ្លានោះស៊ីរហូតដល់ធំនៅពេលដែលកូនខ្លាទាំងពីរបានធំហើយតែងតែដើរតាមក្មេងកំព្រាជាប់មិនដែលឃ្លាតថ្ងៃមួយសេដ្ឋីចិត្តអាក្រក់បានឃើញកូនខ្លាទាំងនោះក៏ភ័យខ្លាចយ៉ាងខ្លាំងហើយបានដឹងថាក្មេងកំព្រាបានលួចលាក់ចិញ្ចឹមសត្វព្រៃសេដ្ឋីខឹងក៏ចាប់ក្មេងកំព្រាចងនឹងដើមឈើហើយវាយដំយ៉ាងដំណំពេលនោះកូនខ្លាទាំងពីរក៏ស្ទុះចូលទៅខាំសេដ្ឋីនិងភរិយារបស់គេរហូតដល់ស្លាប់បាត់ទៅបន្ទាប់ពីសេដ្ឋីស្លាប់ទៅអាជ្ញាធរក៏បានមកពិនិត្យពេលនោះយាយចាស់ក៏បានទម្លាយរឿងពិតថាក្មេងកំព្រានោះគឺជាកូនបង្កើតរបស់សេដ្ឋីដោយយោងតាមច្បាប់ក្មេងកំព្រាក៏បានទទួលមរតកគ្រប់យ៉ាងពីឪពុកក្មេងកំព្រាបានរស់នៅយ៉ាងមានសុភមង្គលនិងទ្រព្យសម្បត្តិជាមួយយាយចាស់ដោយយកទ្រព្យសម្បត្តិនោះទៅជួយអ្នកក្រីក្រនិងធ្វើបុណ្យទានរឿងនេះបង្ហាញថាភាពឧស្សាហ៍ព្យាយាមនិងចិត្តល្អតែងនាំមកនូវលទ្ធផលល្អទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយភាពឫស្យានិងភាពប្រមើលគុណរបស់សេដ្ឋីចំពោះកូនខ្លួនឯងនឹងនាំមកនូវវិនាសការធ្វើល្អមិនដែលសាបសូន្យឡើយព្រោះសូម្បីតែកូនខ្លាដែលគេចិញ្ចឹមក៏បានសងគុណវិញដែរ